បញ្ហាដែលប្រឈមមុខសម្រាប់ក្មេងស្រីនៅក្នុងវិស័យ STEM នោះគឺតាក់ទងជាមួយនឹងផ្នត់គំនិតសង្គមដោយសារតែសង្គមយើងគឺគាត់អត់ទាន់បើកទលាយថាក្មេងស្រីគាត់អាចធ្វើការឬក៏រៀននៅក្នុងវិស័យ STEM នឹងបានត្រឡប់ទៅវិញកាលពី4ឆ្នាំមុនពេលដែលខ្ញុំរៀនថ្នាក់ទី9ហ្នឹងក្រសួងអប់រំគាត់បាននាំយកនៅកម្មវិធីមួយដែលមានឈ្មោះថា Innovation Girl ជាកម្មវិធីដែលគេបរៀនក្មេងស្រីឲ្យចេះសរសេរកូដបង្កើតនៅផែនការអាជីវកម្មដើម្បីដោះស្រាយបញ្ហាណាមួយនៅក្នុងសហគមន៍ការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យ STEM គឺពិតជាមានសារៈសំខាន់មែនទែនពីព្រោះសប្តាហ៍ថ្ងៃនៅក្នុងសង្គមជាតិយើងគឺត្រូវការភាពចម្រុះទើបធ្វើឲ្យមានភាពច្នៃប្រឌិតកាន់តែប្រសើរជាងមុនអញ្ចឹងនៅពេលដែលសម្លេងចេញមកពីមនុស្សគ្រប់គ្នាឲ្យបានកាន់តែច្រើនគឺមានន័យថាគំនិតទាំងអស់ហ្នឹងវាកាន់តែមានភាពរស់រវើកក៏ដូចជាការច្នៃប្រឌិតក៏កាន់តែប្រសើរជាងមុនផងដែរមានភាពក្លាហានជាងមុនហើយបើសិនចង់ធ្វើអីគឺធ្វើឥឡូវទៅកុំចាំពេលទៀតដោយសារតែពេលវេលាអត់ចាំទាំងអស់គ្នាទេខ្ញុំគិតថាការដែលនិយាយថាទៅធ្វើវាទៅបានដឹងវាងាយស្រួលក្នុងការនិយាយជាងធ្វើប៉ុន្តែបើសិនបើយើងអត់ទៅធ្វើទេគឺយើងអត់ដឹងទេថាតើកម្រិតរបស់យើងនឹងអាចទៅដល់ប៉ុណ្ណាអញ្ចឹងទៅសាកល្បងវាយល់ដឹងពីវាហើយអ្នកទាំងអស់គ្នានឹងរៀនបានអីមួយពីការសាកល្បងមួយហ្នឹង